រំភើយក្រោមដើមឈើមួយនៅក្នុងសាលាខ្ញុំអង្គុយលេងហ្គីតានឹងដល់រឿងកន្លងកន្លែងមួយនេះហើយដែលយើងអង្គុយរំលឹកមេរៀនកន្លងមិនរួមឆ្នាំងបងតែអង្គុយទីនេះអាគារធ្លាប់រៀនអីលើនេះគេសង់ថ្មីមាននៅសឹងសង្វីឡើយក្រៅពីអនុសាសំបីតែដើមឈើមួយមីងឥឡូវធំបែកមេឃសាខាកាលយើងនៅសឹងសាមាននៅទុចនៅឡើយឃើញសាលាទឹកភ្នែកខ្ញុំហោចិត្តងួចធ្ងរនឹងដល់មិនរួមឆ្នាំងនឹងវេលាយើងមករៀនយឺតទីនាងគ្រូជីវៀងឲ្យឈរនៅខាងក្រៅពេលនេះយើងបែកគ្នាហើយមាត់អើយនឹកនាងរស់គ្នានឹងគ្រានៅសិក្សានឹងសាលាហើយនឹងរៀននេះបើសិនមានឱកាសសូមពូនយើងអាចជួបគ្នាម្ដងទៀតទុំវេលាចង់អៀនតែសូមឆ្លៀនកុំភ្លេចអនុសាអវិទ្យាល័យកន្លែងដែលដល់ចំណេញខ្ញុំមានថ្ងៃនេះក៏ដោយសាររំនាងដែរពីក្មេងព្រមនាងក្លាយជាពលរដ្ឋល្អក្នុងសង្គមនឹងគេមិនធ្វើឲ្យលោកគុំលៀងម៉ែពីបានចិនសុំដាំមិនត្រូវធ្វើសឹងល្អនៅវិទ្យាល័យ